កំពុងតែដេកលក់ស្រួលបងប្អូនអើយមេឃលេងមកបាច់គឺញាក់សាច់ត្មងអត់ដែរភ្លៀងទេនៅពេញទៅពេលគាត់ភ្លៀងម្ដងគឺទិដ្ឋភាពចឹងឯងគឺលិចហ្មងអើយអត់ភ្លៀងទេទៅពេលបានភ្លៀងទៅពេលកន្លែងផ្ញើឡានក៏លិចដែរខ្ញុំដេកលក់ស្រួលបងដល់ទៅដល់ពីម៉ាងហ្នឹងមើលhaiបងប្អូនអើយពេលទៅស៊ីអីហ្នឹងណោជាតិហ្មងនិយាយទៅជាតិណាមើលមុខខាងមុខគេផងចិត្តដល់មិនសិននេះលេខើចអូបងប្អូនអើយជាតិតាំងពីចូលឆ្នាំមកមិនដែលភ្លៀងទេទៅថ្ងៃហ្នឹងឯងភ្លៀងលិចអស់ទៅនេះកង់នេះឡានគេយកទៅຕົកដែរម៉ោង4ភ្លឺបងប្អូនជិតម៉ោង5គង់ពេញដេកលក់ស្រួលមកលិចអស់ដល់ណោះអើយសប្បាយចិត្តណាស់ពេលតែមេឃមិនដែលភ្លៀងពេលតែមេឃភ្លៀងម្ដងគឺអញ្ចឹងបងប្អូនវេទនាណាខ្ញុំយើងជួផ្ទះដែលអត់មានកន្លែងអ្នកឡានពេលដល់ឡានមែនតើមុនដំបូងថាថតឲ្យបងប្អូនមើលធម្មតាទេតែវាមិនធម្មតាវាទៅជាឡានហ្នឹងវាលុតនៅក្នុងទឹកហ្នឹងត្មងអញ្ចឹងបង្ខំចិត្តមកសុំពួកបងនៅធ្វើការនៅពេទ្រហ្វីហ្នឹងឲ្យគាត់ជួយរុញឡើងលើគោកសិនហើយចាំបញ្ឆេះវាវិញដោយសារតែវាអាលុតនៅក្នុងទឹកហ្នឹងបងប្អូនទៅពេលឡានខ្ញុំមកលុតក្នុងទឹកហ្នឹងខ្លាចម្យ៉ាងគឺទឹកចូលនៅក្នុងម៉ាស៊ីនហ្នឹងបងប្អូនហើយឥឡូវបងគាត់កំពុងតែហៅគ្នាគាត់បងម្នាក់ទៀតជួយរុញអញ្ចឹងបានរុញរួចព្រោះអីវារៀងធ្ងន់ដែរនឹងឡានពេលដែលខ្ញុំបច្ឆេះហើយវាលុតណាក៏តែអាលុតស្ងាត់ជ្រាបហ្មងហើយទីម្យ៉ាងមានតែហៅបងឲ្យជួយរុញទេបងប្អូនមើលទៅទៅមើល fast up ហ្នឹងចិត្តដល់កន្លែងជើងហ្នឹងហើយឡានខ្ញុំទៀតញាក់សាច់ត្មងនិយាយទឹកហ្នឹងអត់ជ្រៅប្រហែលទេត្រឹមជង្គង់ក៏ប៉ុន្តែឡាននេះវាទីអរគុណដល់បងដែរពួកគាត់ដំបងឡាយគាត់អត់សើមទេគាត់តែឃើញឡានខ្ញុំមកលុតអញ្ចឹងទៅពឹងទៅគាត់ហៅគ្នាមកជួយរុញអញ្ចឹងណាបងប្អូនអរគុណច្រើនណាបងហើយមិនដឹងទៅធ្វើម៉េចទេបើវាត្រូវលេចចឹងហើយពេលរស៊ីនិយាយទៅឲ្យថាភ្លៀងម្ដងហ៊ានធ្ងន់គឺដឹងលេចហើយអញ្ចឹងឥឡូវពួកគាត់កំពុងរុញគាត់ឲ្យខ្ញុំឡើងលើឡានអញ្ចឹងណាបងប្អូនបើអត់ឡើងអត់មានថាចកោតនិយាយថាវាចកោតតឹងឡានអត់ឆេះប៉ុន្តែតាបឡូវានៅភ្លឺដោយសារតែវាលុតនៅក្នុងទឹកហ្នឹងទៅតាបឡូនៅភ្លឺធម្មតាអញ្ចឹង